សួស្តីអ្នកទាំងអស់គ្នាចាថ្ងៃនេះគឺមកដល់មាត់សមុទ្រដ៏ធំល្វឹងល្វើយចាមើលទូតែគេបណ្ដែតទុកនៅលើទឹកហើយនេះគឺជាទឹកសមុទ្រដ៏ស្រស់ថ្លាចាគឺថ្លាឆ្វង់តែម្ដងចាថ្ងៃនេះគឺមកសាកថ្មឲ្យជីវិតតាធម្មតាមនុស្សយើងទាំងអស់គ្នាតែងតែធ្វើការចាប្រកបមុខរបរផ្សេងពីគ្នាប៉ុន្តែគឺត្រូវការប្រើកម្លាំងចិត្តកម្លាំងកាយដើម្បីគេហៅថាធ្វើការរកស៊ីចិញ្ចឹមក្រុមគ្រួសារយើងគ្រប់គ្នាចាពេលខ្លះក៏មានការហត់នឿយពេលខ្លះក៏បាក់ទឹកចិត្តពេលខ្លះពិបាកនឹងបន្តដំណើរទៅមុខចាអ្នកខ្លះក៏គាត់ទទួលបានជោគជ័យអ្នកខ្លះក៏គាត់បរាជ័យនៅមុខរបរមុខជំនួញនានានៅពេលណាដែលយើងបាក់ឬក៏ខ្សោយធម៌ពលខ្លាំងគឺយើងមិនត្រូវគិតការអ្វីដែលវាធ្វើឲ្យយើងនឹងគិតទៅខុសឬក៏ធ្វើទៅខុសនោះទេចាពេលខ្លះនៅពេលណាដែលយើងស្មុគស្មាញចាបរិយាកាសមួយដែលបរិសុទ្ធចាដើម្បីឲ្យរលាយទាំងខ្លួនប្រាណរបស់យើងទាំងខួរក្បាលរបស់យើងចានៅពេលណាដែលយើងគេហៅថាសម្រាប់វានឹងធ្វើឲ្យយើងនឹងគិតការអ្វីៗបានល្អប្រសើរចាជៀសវាងនៅពេលណាដែលយើងហត់នឿយខ្លាំងនៅពេលណាដែលយើងពិបាកខ្លាំងហើយយើងសម្រាប់ចិត្តភ្លាមវាធ្វើឲ្យខាតបង់ចាប្រយោជន៍ជាច្រើនចាវាធ្វើឲ្យយើងកាលណាដែលយើងបាក់ទឹកចិត្តយើងអត់សប្បាយចិត្តឬក៏យើងជួបបញ្ហាលំបាកអីនានាចាគឺយើងត្រូវតែថែរក្សាខ្លួនចាជាពិសេសមនុស្សមួយចំនួនគឺពេលណាគាត់ stress គាត់ចូលចិត្តសង្ងំនៅក្នុងផ្ទះឬក៏ថានៅស្ងប់នៅកន្លែងវាធ្វើការដោយមិនចង់ចេញជួបអ្នកណាចាកាលណាដែលយើងគិតបែបនេះគឺខុសវាធ្វើឲ្យប៉ះពាល់សុខភាពរបស់យើងឬក៏លោកយាយលោកតាឬក៏បងប្អូនខ្លះដែលគាត់ពេលខ្លះគាត់ឈឺច្រើនគាត់មានសម្ពាធច្រើនចាពេលខ្លះគាត់តូចចិត្តនឹងវាសនាអីផ្សេងហ្នឹងគឺគាត់ចង់និយាយថាគាត់អត់សូវជាបានចេញមកលំហែទេពេលខ្លះទៅគាត់ស្មុគស្មាញនឹងជំងឺប្រចាំកាយរបស់គាត់មែនទែនចាអញ្ចឹងថ្ងៃនេះចារ៉ានីសូមណែនាំបងប្អូនណាដែលមានជំងឺចាប្រចាំកាយចាឈឺចេះចាំបញ្ជាឲ្យចាសូមបងប្អូនទាំងអស់គ្នាងាកមកប្រើចាអមរា19ចាអមរា19គឺជាផលិតផលធម្មជាតិដែលផលិតចេញពីល្ងខ្មៅចាហើយនឹងអង្ករខ្មៅព្រមទាំងតែមច្ឆាប្រទេសជប៉ុនចាហើយនឹងម្សៅអង្ករផ្កាម្លិះម្សៅផ្កាម្លិះអញ្ចឹងគឺបងប្អូនទាំងអស់គ្នាដែលមានកាយចាឈឺរ៉ាំរ៉ៃចាទាំងចាស់ចានៅពេលណាដែលយើងគិតពីសុខទុក្ខចាជាពិសេសកូនចាឬក៏បងប្អូនណាដែលមានលទ្ធភាពចាអាចជ្រើសរើសផលិតផលនេះទី1អាចអ្នកដែលអត់ឈឺសោះគឺយើងញ៉ាំទៅគឺវាការពារនៅជំងឺទាំងឡាយដែលធ្វើឲ្យយើងពេលដែលយើងអាយុចាស់ទៅឬក៏យើងស្មុគស្មាញពេកវាកើតនៅជំងឺផ្សេងផងដែរចាហើយពេលដែលយើងញ៉ាំទៅគឺការពារពេលដែលយើងចាស់ទៅគឺយើងមិនឈឺទ្រង់ទ្រាយច្រើនភាសាយើងនោះទេហើយទី2គឺឪពុកម្ដាយដែលចាស់ជរាដែលមានជំងឺច្រើនចាស់ច្រើនមុខអាចសាកប្រើអមរា19នេះបានដោយអត់មានប៉ះពាល់ឬក៏តាក់ទងជាមួយនឹងថ្នាំពេទ្យនោះទេគឺយើងអាចញ៉ាំចន្លោះគ្នាបានចាធ្វើឲ្យយើងមានសុខភាពល្អធម្មតាកាលណាដែលយើងមានសុខភាពល្អរឹងមាំវាធ្វើឲ្យយើងនឹងមិនមានបន្ទុកសម្រាប់គ្រួសារយើងនោះទេចាអញ្ចឹងពេលនេះគឺចិត្ត
រដូវភ្ជុំហើយអញ្ចឹងមកបងប្អូនណាដែរស្រឡាញ់ឪពុកម្ដាយយាយតាសាច់ញាតិបងប្អូនយើងចាគួរតែទិញចារបស់នេះធ្វើជាកាដូឲ្យគាត់គឺជារឿងដែលប្រសើរបំផុតដែលធ្វើឲ្យគាត់នឹងមានសុខភាពធម្មតាតែយើងជាកូនជាចៅកាលណាឃើញពួកគាត់មានសុខភាពល្អមិនថាឪពុកម្ដាយទេនៅពេលណាដែលគាត់ឃើញកូនដែលមានសុខភាពល្អគឺគ្រួសារពោពេញដោយសុភមង្គលហើយនឹងចំណេញថាវិការច្រើនហើយមានឱកាសលេងប្រាក់បានជាច្រើនសន្ធឹកសន្ធាប់ផងដែរចាបើសិនជាបងប្អូនទាំងអស់គ្នាចាមានបញ្ហាជំងឺផ្សេងដែលមិនចង់ឲ្យគ្រួសារមានការទុកលំបាកមើលថែយើងនោះឬក៏យើងចង់ថាចាស់ទៅយើងមិនចង់ពិបាកកូនចៅឯងសូមប្រើអមរា19ដើម្បីការពារនៅទុកលំបាកទាំងឡាយទៅថ្ងៃអនាគតចាបើសិនបងប្អូនទាំងអស់គ្នាត្រូវការសូមកុំភ្លេចទំនាក់ទំនងមកនាងខ្ញុំចាឥឡូវយើងបន្តចាមើលទេសភាពដ៏ស្រស់ស្អាតនៅទីនេះបន្តទៀតចានេះគឺជាសមុទ្រមួយដែលគេចង់និយាយថាជាកន្លែងចតទូករបស់អ្នកមានអញ្ចឹងបងប្អូនទាំងអស់គ្នាដែលគាត់មានជីវភាពធូរធារហើយគាត់មានទូកផ្ទាល់ខ្លួននៅទីនេះចាគឺគាត់ចតនៅទីនេះហើយថ្ងៃនេះគឺអាកាសធាតុល្អចាហើយនៅទីនេះដែលផងដែរគឺនៅសឡឹងទៅចាគឺឃើញទីក្រុងចាទីក្រុងមកដល់តែម្ដងចាអញ្ចឹងមើលបងប្អូនណាដែលគិតថាខ្លួនឯងនឹង stress ខ្លាំងពេកចាហត់នឿយនឹងការងារខ្លាំងពេកចាធុញថប់នឹងជីវិតចាកិច្ចការអីមិនចាញ់អីនឹងកូនយកពេលវេលាចាខ្លះដើម្បីសម្រាប់ចាដល់ថាមកពលលើខ្លួនឯងដើម្បីឲ្យយើងនឹងកាត់បន្ថយនៅទុកព្រួយទាំងឡាយហើយសំយើងមានកម្លាំងចិត្តកម្លាំងកាយចាំយើងបន្តទៅធ្វើការបន្តទៀតចាអញ្ចឹងថ្ងៃនេះដល់នេះមានតែប៉ុណ្្នេះទេដើម្បីចែកកុំភ្លេចចាបើមានសុខភាពមិនល្អទេសូមនឹកឃើញដល់អមរា19បាយបាយអ្នកទាំងអស់គ្នា